បាទសួស្តីដល់បងប្អូនអរគ្នាបន្ទាប់ពីបងប្អូនបានសិក្សាអំពីប្រភេទទិន្នន័យនៅក្នុងកម្មវិធី Microsoft Excel រួចហើយអញ្ចឹងបងប្អូនបានស្គាល់ប្រភេទទិន្នន័យនៅក្នុងកម្មវិធី Microsoft Excel គេចែកចេញជាផ្នែកហើយថ្ងៃនេះលោកគ្រូនឹងបន្តទៅលើវីដេអូក្នុងការដែលកែទៅលើលំហាត់មួយតាក់ទងទៅជាមួយនឹងប្រភេទទិន្នន័យក៏ដូចជាបង្រៀនបងប្អូនឲ្យចេះបញ្ចូលប្រភេទទិន្នន័យតាមប្រភេទនីមួយៗហើយកំណត់វាទៅតាមតម្រូវការនៃឲ្យបានត្រឹមត្រូវនៅក្នុងកម្មវិធី Microsoft Excel របស់យើងបាទអូខេអញ្ចឹងឥឡូវយើងចាប់ផ្ដើមចូលទៅកាន់កម្មវិធី Microsoft Excel ទាំងអស់គ្នាមកបាទអញ្ចឹងលោកគ្រូមានលំហាត់មួយតាក់ទងនឹងប្រភេទតារាងបែបនេះអូខេហើយលំហាត់របស់យើងគឺបែបនេះសំណួរសួរថាតើយើងធ្វើការកំណត់ទិន្នន័យបែបម៉េចហើយបញ្ចូលទិន្នន័យបែបម៉េចទើបបានទម្រង់បែបចឹងអូខេតោះទៅដោយតាមការសន្យាអញ្ចឹងលោកគ្រូបានធ្លាប់បានប្រាប់យើងថាពីវីដេអូមុនអញ្ចឹងមានន័យថាប្រភេទទិន្នន័យនៅក្នុងកម្មវិធី Microsoft Excel វាមានមួយដែលគេហៅថាប្រភេទទិន្នន័យទូទៅគឺ General អូខេអញ្ចឹងនៅកន្លែងនេះបងប្អូននឹងបានឃើញហើយប្រភេទ General របស់យើងគឺបែងចែកចេញជាប្រភេទរបស់វាទី1គឺប្រភេទលេខបាទអញ្ចឹងអាលេខនេះគឺមានន័យថាអត់មានប្រភេទទិន្នន័យដែលយើងវាយធម្មតាយើងវាយបញ្ចូលធម្មតាណាមួយទៀតគឺប្រភេទទិន្នន័យដែលជាអក្សរដូចគ្នាដែរគឺមានន័យថាប្រភេទទិន្នន័យនេះគឺជាទិន្នន័យប្រភេទអក្សរយើងវាយបញ្ចូលធម្មតាអត់ពាក់ព័ន្ធជាមួយនឹងការកំណត់ប្រភេទទិន្នន័យជាក់លាក់ណាមួយនៅក្នុងកម្មវិធី Microsoft Excel យើងទេយើងជួបយើងវាយបញ្ចូលមកបាទហើយមួយទៀតដូចគ្នាដែរគឺជាប្រភេទទិន្នន័យដែលមានលេខផងវាមានអក្សរផងនៅក្នុងកម្មវិធី Microsoft Excel របស់យើងអញ្ចឹងអាកន្លែងនេះយើងអាចធ្វើការយកទៅធ្វើការគណនាបានទេអូខេបន្ទាប់ពីបងប្អូនបានធ្វើការដឹងហើយថាប្រភេទ general មានន័យថាប្រភេទទិន្នន័យទូទៅរបស់យើងនឹងមានប្រភេទ3ផ្នែកធំហ្នឹងទី1គឺលេខទី2គឺអក្សរហើយទី3គឺលេខហើយនិងអក្សរលាយនៅជាមួយគ្នាអូខេអញ្ចឹងលោកគ្រូបានទាញយកលំហាត់ប្រភេទទិន្នន័យចំនួន4ដើម្បីធ្វើការឲ្យអូនធ្វើការអនុវត្តជាមួយគ្នាអូខេទី1គឺប្រភេទទិន្នន័យ number នេះបាទតើប្រភេទទិន្នន័យ number ហ្នឹងតើយើងធ្វើម៉េចដើម្បីធ្វើការកំណត់ទិន្នន័យហើយយើងវាបញ្ចូលវាបានឲ្យបានត្រឹមត្រូវអូខេឧទាហរណ៍ឥឡូវលំហាត់លោកគ្រូមានប្រភេទបែបនេះមួយណានេះជួរ number នេះអូខេដើម្បីជាភាពងាយស្រួលដល់បងប្អូនដើម្បីក្នុងវាយបញ្ចូលទិន្នន័យអញ្ចឹងយើងដឹងថាកន្លងហ្នឹងយើងត្រូវការវាបញ្ចូលប្រភេទទិន្នន័យជាប្រភេទ number ហើយអញ្ចឹងដើម្បីភាពលឿនរហ័សអញ្ចឹងបងប្អូន select មួយជួរហ្នឹងមកបាទអូខេអញ្ចឹងបងប្អូន select មួយជួរហ្នឹងមកបន្តមកទៀតបងប្អូនចាប់ផ្ដើមចូលទៅកន្លែងត្រង់កន្លែង format នេះណានេះត្រង់កន្លែង general format number format យើងហ្នឹងអូខេបងប្អូនចុចលើវាមកហើយបងប្អូនយកពាក្យមួយគឺពាក្យថា more number format បាទអញ្ចឹងពេលបងប្អូនចុចមកអូខេចាំបន្តិចកុំព្យូទ័រលោកគ្រូវាដាក់ slow តិចបាទចាំបន្តិចណាអូខេចេញមកលើហើយបាទចាំបន្តិចណាអូខេចេញមកដល់ហើយអញ្ចឹងយើងដឹងថាកន្លែងហ្នឹងយើងគោលដៅរបស់យើងគឺយើងធ្វើការកំណត់វាជាប្រភេទ number ណាអូខេនេះជាប្រភេទ number នេះហេតុអីបានយើងដឹងថាជាប្រភេទ number ដោយសារលេខកន្លែងនេះវាអត់មានរូបិយប័ណ្ណនិមិត្តសញ្ញាអីជាប្រភេទលុយឲ្យយើងមើលឃើញទេអញ្ចឹងវាគ្រាន់តែជាលេខធម្មតាដោយសារគេវាមានទស្សភាគពីក្រោយអូខេវាមានចំនួនទស្សភាគណាអូខេដោយសារយើងប្រើ0កាត់ក្បៀសពីក្រោយនេះអញ្ចឹងអូខេអញ្ចឹងយើងគ្រាន់តែធ្វើការកំណត់វាមកអូខេអញ្ចឹងយើងយកពាក្យថាអីគេ number បន្តមកទៀតត្រង់ចំណុចកន្លែងនេះដូចគ្រូបានប្រាប់ហើយអញ្ចឹងបងអូនធ្វើការបញ្ចូលមកមានន័យថាចំនួនក្រោយក្បៀសទស្សភាគរបស់បងអូនតើអូនចង់បាន0ចំនួនប្រមាណខ្ទង់បងអូនចង់បាន0 3ខ្ទង់អូនដាក់3ខ្ទង់មកអូខេបើចង់បាន4ដាក់4មកប៉ុន្តែជាទូទៅគេប្រើត្រឹម2ខ្ទង់ទេណាអញ្ចឹងយើងបន្ថយវិញណាកុំប្រើដល់ច្រើនពេកអូខេត្រង់ចំណុចកន្លែងនេះវាជាជំរើសសិទ្ធិរបស់បងអូនទាំងអស់គ្នាបងអូនចង់ប្រើឬក៏មិនប្រើកន្លែងនេះគឺមានន័យថា use 1000 separator មានន័យថា3មានន័យថាដល់ពេលដែលដល់ខ្ទង់ពាន់មានន័យថា3មានន័យថាចំនួនខ្ទង់ពាន់វាកាត់ក្បៀសម្ដងដល់ពាន់វាកាត់ក្បៀសម្ដងដែលនិយាយសួរស្ដាប់គឺមានន័យថា3ខ្ទង់កាត់ក្បៀសម្ដង3ខ្ទង់កាត់ក្បៀសម្ដងអូខេតោះណាបាទអញ្ចឹងបើសិនបើតួលេខយើងច្រើនយើងគួរតែប្រើវាមកដើម្បីងាយស្រួលរាប់ណាមានន័យថា3ខ្ទង់កាត់ក្បៀសម្ដងយើងដឹងអាហ្នឹងខ្ទង់ពាន់ហើយអូខេបាទអញ្ចឹងអូខេអញ្ចឹងលោកគ្រូយកវាមកហើយយើងចុចពាក្យថាអូខេបាទអញ្ចឹងយើងមើលត្រង់កន្លែងចំណុចកន្លែងនេះវាចេញពាក្យអីគេគឺវាចេញ number អញ្ចឹងមានន័យថាប្រភេទទិន្នន័យយើងបាន select នេះត្រង់កន្លែងហ្នឹងគឺប្រើសម្រាប់ number អូខេអញ្ចឹងរបៀបនៃការបញ្ចូលទិន្នន័យអូខេរបៀបបញ្ចូលទិន្នន័យកន្លែងហ្នឹងយើង format ទិន្នន័យជាមានន័យថាយើងកំណត់ប្រភេទទិន្នន័យនេះជា number ហើយអញ្ចឹងសំណួរសួរថាតើពេលយើងបញ្ចូលបែបម៉េចអូខេអញ្ចឹងគ្រូលើកទឹកចិត្តឲ្យយើងប្រើនេះនៅលើ keyboard របស់យើងគឺវាមានប្រភេទបញ្ចូលតួលេខណាអញ្ចឹងពេលដែលយើងវាយប្រភេទតួលេខលោកគ្រូលើកទឹកចិត្តឲ្យយើងកុំប្រើនៅជួរខាងនេះសោះណាអូខេកុំប្រើជួរខាងនេះណាពីព្រោះថាពេលយើងវាយខាងនេះវាវាយអត់លឿនទេពេលយើងបញ្ចូលតួលេខអញ្ចឹងលោកគ្រូលើកទឹកចិត្តឲ្យយើងប្រើក
lại number key nè number key nó chua lấy kháng đi việc được cả show dương chẳng nhưng vay bàn lượn chẳng nhưng quả đặt đây để dương vay keyboard bao dương chẳng như này thầy dương đây kháng đâm bao dương đây cho all và nơi lịch 4 สำหรับđây cái đá dương nơi lịch 5 สำหรับlịch muối dương đặt đây niềng ná vì dương vay tới dương ruin lang cho khổ mấy dương mưa đằng chạm nghi xu lượn bà ok rồi chẳng bây giờ man bị trôi chẳng bây giờ đăng lại thời bị trôi ấy chẳng đam mưa lùm hạt bao cú chẳng bên đây thá 556បាទ556ចឹងយើងចាប់ផ្ដើមសេមក556សំណួរសួរថាតើអាសូនផ្ទុយក្រោយពីក្រោយនោះតែយើងគួរវាយអត់ដោយសារយើងដាក់វាមានន័យថា decimal វាហើយហើយអញ្ចឹងយើងអត់មានត្រូវការវាយវាទេណាប៉ុន្តែវាមានករណីដែលយើងត្រូវវាយប៉ុន្តែបើសិនបើកន្លែងនេះយើងមើលទៅលំហាត់គឺគេ00អញ្ចឹងយើងអត់ត្រូវការវាយទេណាអញ្ចឹងយើងគ្រាន់វាយប៉ុណ្ណឹងយើង enter អូខេអញ្ចឹងវា load 00ដែលយើងអូតូហើយប៉ុន្តែលំហាត់មួយទៀតគឺមានអីគេវាមានកន្លែងនេះវាមានកន្លែងនេះគេដាក់អីគេ50សេនណាឧទាហរណ៍50ចឹងចុះអញ្ចឹងមានន័យថា782.50អញ្ចឹងយើងត្រូវបញ្ចូលមិនអញ្ចឹងយើងមក782សេសញ្ញាចុចរបស់គេណាលើ keyboard របស់យើងអញ្ចឹងលោកគ្រូសុំបង្ហាញកន្លែងចុចហ្នឹងយ៉ាត់រត់ឃើញណានេះកន្លែងចុចរបស់យើងនេះណាបាទអូខេអញ្ចឹងយើងសេមកចុច50បាទអូខេហើយយើង enter អញ្ចឹងតម្លៃហ្នឹងវាចេញឲ្យយើងប៉ុន្តែបើករណីវាចេញកន្លែងនេះ00យកចាំវាយទេណាលើកលែងតែវាមាន0មានន័យថាមាន50មាន20កតុយកន្លែងអា00របស់យើងមិនយើងវាយអូខេយើងធ្វើការបញ្ចូលអញ្ចឹងរហូតដល់អស់មកបាទអញ្ចឹងលោកគ្រូឧទាហរណ៍មួយទៀតណា734.30បាទអញ្ចឹងយើងសេ744.30អូខេអញ្ចឹងយើងបញ្ចូលទិន្នន័យហ្នឹងឲ្យអស់តាមនឹងមកណាអូខេតោះមួយទៀតគឺតាក់ទងទៅជាមួយនឹងប្រភេទទិន្នន័យ currency ដូចគ្នាដែរតោះអញ្ចឹង currency របស់យើងគេគូបិទនេះចោលគូលេងធ្វើការអូខេអញ្ចឹង currency របស់យើងកន្លែងនេះគេប្រើសញ្ញាគេប្រើសញ្ញាដុល្លារបាទអញ្ចឹងគេប្រើសញ្ញាដុល្លារអញ្ចឹង currency របស់យើងកន្លែងសញ្ញាដុល្លារនេះគឺយើងធ្វើការ select លើវាអញ្ចឹងមកបាទ select លើវាបន្តមកទៀតបងអូនចូលទៅកាន់ general មកបាទហើយបន្តមកទៀតបងអូនយកពាក្យមួយគឺពាក្យថា format number អូខេបន្តមកទៀត complete យើងយកឲ្យគេ currency ប្រភេទទិន្នន័យ currencyអញ្ចឹងកន្លែងនេះបងអូនចង់បាន decimal មានន័យថាកន្លែងនេះ0ប្រមាណខ្ទង់ពីក្រោយចំនួនតួលេខរបស់យើងអាចសេបានដូចមុនអញ្ចឹងណាចូលអូខេអញ្ចឹងកន្លែងនេះ symbol យើងយកឲ្យគេដុល្លារបាទអូខេវាដុល្លារស្រាប់ហើយអញ្ចឹងមានន័យដុល្លារនេះគឺដុល្លារ United States របស់យើងណាដុល្លារអាមេរិកណាអូខេអញ្ចឹងយើងចុចប៉ុណ្ណឹងបើសិនបើយើងប្រើសញ្ញាដុល្លារបាទអូខេអញ្ចឹងយើងប្រើគេសញ្ញាដុល្លារត្រូវហើយតោះអញ្ចឹងយើងចុចអូខេបាទប៉ុណ្ណឹងមកតទៅពេលយើងធ្វើការវាយសំណួរសួរថាពេលដែលយើងវាយតើយើងត្រូវការវាយសញ្ញាដុល្លារដែរអត់អូខេអញ្ចឹងកន្លែងនេះលោកគ្រូសូមស្រាយចម្ងល់ឲ្យណាហាមប្រើពេលដែលយើងឃើញអញ្ចឹងយើងហាមប្រើវាយសញ្ញាដុល្លារពេលដែលបងប្រើវាយសញ្ញាដុល្លារទិន្នន័យហ្នឹងវាលែងខ្លាយទៅជាប្រភេទទិន្នន័យ currency ទៀតហើយវាខ្លាយទៅជាប្រភេទទិន្នន័យនេះប្រភេទទិន្នន័យខាងនេះវិញគឺប្រភេទទិន្នន័យដែលលេខហើយនិងអក្សរវានៅជាមួយគ្នាពីព្រោះបើយើងវាយអញ្ចឹងបានសេចក្តីថាលេខមានន័យថាអក្សរនេះគឺអក្សរដុល្លារណាហើយលេខគឺ50នេះអញ្ចឹងគឺយើងអត់ធ្វើការវាយអញ្ចឹងទេបើវាយអញ្ចឹងពេលយើងធ្វើការគណនាមកវា error អញ្ចឹងពេលដែលយើងធ្វើកំណត់ប្រភេទទិន្នន័យនឹងជា currency ហើយយើងត្រូវការវាយវាគឺយើងអត់ចាំបាច់ធ្វើទេយើងគ្រាន់វាយ50ចេះបាទហើយយើង enter មកវាលោតចេញជាសញ្ញាដុល្លារយើងអូតូបាទអូខេអញ្ចឹងយើងបញ្ចូលទៀតមកមកថាលើបាន963បាទ900បាទ963របស់គេមានកតុយទៅចុចបាន73ឧទាហរណ៍ណាចុច73ចឹងមកយើងសេអស់របស់គេណាហើយ enter ប៉ុន្តែបើករណីវាអត់មានទេយើងដាក់គ្រាន់វាយខាងមុខប៉ុណ្្នឹងហើយ enter ទៅវាលោតចេញយើងហើយបាទអូខេអញ្ចឹងគ្រូឧទាហរណ៍មួយទៀតឲ្យចាស់ណាអូខេអញ្ចឹង100បាន125.50អញ្ចឹងយើងសេដូចគ្នាមកអញ្ចឹង125.50អូខេហើយយើង enter មកបាទប្រាប់អញ្ចឹងសញ្ញាដុល្លារហ្នឹងវាអញ្ចឹងដូចគ្នាហើយអូខេអញ្ចឹងឥឡូវយើងចាប់តាមចូលទៅមួយផ្នែកទៀតណាគឺតាក់ទងទៅជាមួយនឹង accountant អូខេ accountant គឺយើងធ្វើមួយកន្លែងនេះអូខេអញ្ចឹងកន្លែងនេះអក្សរ B បាទរូបពេបានរបស់វាគឺរូបអក្សរ B អូខេរូបអក្សរ B ហើយវានៅខាងគៀនអញ្ចឹងដូចលោកគ្រូបានប្រាប់ហើយភាពខុសគ្នារវាង currency និង accounting currency គឺសញ្ញា symbol នៃរូបពេបាននីមួយៗគឺជាប់នៅតួលេខរបស់វាប៉ុន្តែ accountant វាខុសគ្នាត្រង់ថារូបពេបាននៃរូបពេបានរូបនិមិត្តសញ្ញានៃរូបពេបានរបស់វាគឺនៅគៀនខាងម្ខាងនៃ cell របស់យើងនៃតម្លៃលេខណាអញ្ចឹងខុសគ្នាអញ្ចឹងយើងអាចសម្គាល់បានកន្លែងហ្នឹងអូខេអញ្ចឹងកន្លែងនេះគេប្រើជាប្រភេទលុយបាតណាប្រភេទលុយបាតអញ្ចឹងយើងបញ្ចូលមិនយើង select លើវាមកដូចគ្នាមកអញ្ចឹងគូបង្ហាញយើងអូខេអញ្ចឹងយើងចង់បានលុយបាតអញ្ចឹង
អូនចុចលើគ្នាមក general ហើយយកពាក្យថា more format number អូខេបន្តមកទៀតបងអូនចាប់ផ្ដើមយកពាក្យមួយគឺពាក្យថា accountant បាទអូខេអញ្ចឹងកន្លែងត្រង់កន្លែងចំណុចនេះបងអូនធ្វើការជ្រើសរើសយក symbol និមិត្តសញ្ញាប្រភេទលុយបាតលុយថៃរបស់យើងណាអញ្ចឹងអូនចុចលើវាមកសញ្ញានេះហើយអូនដើររកពាក្យថាបាតណា B បាទអញ្ចឹងអូនដើររកមកបាទលុយរៀលខ្មែរយើងក៏មាននៅក្នុងនឹងដែរណាចុះអូនរកវាអស់មកណាអូខេបាទមួយណាអូខេបាទអូខេបាទអូខេបាទនេះថៃណានេះឃើញថៃអត់អូខេអញ្ចឹងអានេះលុយបាតចុះមិនលុយខ្មែរយើងអូខេអូនរកវាមកតទៀតមកនេះលុយរៀលយើងគេអត់លុយខ្មែរបាទអញ្ចឹងវានៅជាមួយគ្នាណាអូខេអញ្ចឹងគ្រូយកបាតមកហើយលោកគ្រូចុចពាក្យថាអូខេបាទអញ្ចឹងយើងធ្វើការវាយបញ្ចូលទិន្នន័យដូចគ្នាដែរអញ្ចឹងមានន័យថាម៉េច5893បាតណាអញ្ចឹងសេមក5893បាតអញ្ចឹងអាសូមខាងក្រោយយកអត់វាយទេណាយើង enter អូខេអញ្ចឹងគឺសញ្ញាបាតរបស់វាគឺចេញមកប៉ុន្តែយើងអាចបានដឹងថា accountant គឺនិមិត្តសញ្ញារបស់វានៅខាងកែមណានៅខាងកែមនេះអូខេអញ្ចឹងយើងបញ្ចូលទិន្នន័យទៀតមកអូខេ771បាតអូខេយើង enter មកអូខេតន់បាទអូខេមួយទៀតគឺ9647ហើយយើង enter មកអូខេនេះអញ្ចឹងយើងបានទិន្នន័យប្រភេទចឹងហើយបាទអូខេអញ្ចឹងបងចេះប្រើហើយជាមួយនឹង number currency accountant ឥឡូវយើងចាប់ផ្ដើមចូលមកកាន់ប្រភេទទិន្នន័យជា date អញ្ចឹងការកំណត់ប្រភេទជា date នេះវារៀងស្រួលក៏ថាបានពិបាកក៏ថាបានអូខេតោះអញ្ចឹងប្រភេទទិន្នន័យនេះយើងមើលមកអូខេអញ្ចឹងគេយកអីគេយើងមើលមកគឺគេយកប្រភេទជាអីគេជាខែមុនទៅអត់បាទខែហើយថ្ងៃហើយបានឆ្នាំអូខេអញ្ចឹងយើងទៅរកមើលប្រភេទទិន្នន័យហ្នឹងមកអូខេ select លើវាមួយជួរហ្នឹងមកចូលទៅកាន់អីគេ format របស់យើង general របស់យើងហើយយើងយកពាក្យមួយគឺពាក្យថា more format number បាទបន្តមកទៀតយើងចាប់ផ្ដើមរកពាក្យអីគេប្រភេទទិន្នន័យជា date អូខេអញ្ចឹងយើងរកមើលប្រភេទទិន្នន័យថៃហ្នឹងមកនៅក្នុងហ្នឹងអូខេមករកមកអញ្ចឹងខែមុនទៅអត់យើងមើលត្រូវអត់មើលបាទខែមុនថ្ងៃអូខេមានអត់មើលនៅក្នុងហ្នឹងបាទនេះណានេះអូខេអត់បាទអូខេត្រូវអត់អញ្ចឹងយើងរកមើលមកមានត្រូវទៀតអត់មានអីផ្សេងទៀតអត់បាទមួយហ្នឹងដែលត្រូវជាងគេណាអូខេអញ្ចឹងឧទាហរណ៍ថាឥឡូវលោកគ្រូយកនេះមួយមកអូខេយកមួយនេះមួយមកបាទត្រូវណាបាទនេះរបស់យើងតមកទៀតយើងចាប់ផ្ដើមចុចលើពាក្យមួយគឺពាក្យថាអូខេបាទអញ្ចឹងយើងកំណត់ប្រភេទទិន្នន័យជាប្រភេទ date ហើយប៉ុន្តែសំណួរសួរថាតើរបៀបនៃការបញ្ចូលទិន្នន័យជាប្រភេទ date តើគេបញ្ចូលបែបណាអូខេនៅក្នុងកម្មវិធី Microsoft Excel មិនថាកម្មវិធី Microsoft Excel ឬកម្មវិធី Excel អាចតាក់ទងមួយខែinternational date របស់យើងឬក៏កម្មវិធីអ្នកដែលគេបង្កើតមកគេតម្រូវឲ្យបងអូនដើរតាមរបស់គេណាអញ្ចឹងមានន័យថាយើងត្រូវ flow ទៅតាមរបៀបនៃការបញ្ចូលរបស់គេអញ្ចឹងជាធម្មតាលោកគ្រូសូមឲ្យអូនកត់ចំណាំកន្លែងហ្នឹងជាធម្មតានៅពេលដែលអូនកំណត់ការបច្ឆេទមានន័យថាកំណត់អ្វីដែលអូនត្រូវបានវាចេញមកលទ្ធផលវាចេញអញ្ចឹងប៉ុន្តែពេលដែលអូនបញ្ចូលណៃទៅដើរទៅតាមមានន័យថា syntax របស់គេឬក៏គំរូរបស់គេដែលគេឲ្យយើងធ្វើអញ្ចឹងរបៀបនៃការបញ្ចូលអូនណៃត្រូវបញ្ចូលឲ្យគេមុនគេគឺបាទគឺខែមុនបាទខែបន្តមកទៀតអូនត្រូវវាយសញ្ញា slash ហើយថ្ងៃបន្តមកទៀត slash ទៀតហើយបានឆ្នាំចឹងអូន flow ទៅតាមគេមានថាអូនដើរទៅតាម structure របស់គេប៉ុណ្ណឹងមកអូនវាយចេញហើយអូខេចឹងរបៀបនៃការវាយឥឡូវយើងមើល August បាទយើងអត់ទៅសេអក្សរយើងគឺទៅសេតួលេខរបស់វា August ខែប៉ុន្មានខែ8ថ្ងៃទីប៉ុន្មានទី1ឆ្នាំប្រហែល2023ចឹងរបៀបនៃការបញ្ចូលទិន្នន័យហ្នឹងគឺដូចគ្នាចឹងអូនត្រូវបញ្ចូលមកមានន័យថាខែមុនណា August គឺខែ8អូខេយើងបានខែតមកទៀតគេឲ្យយើងប្រើសញ្ញាគេ slash ដល់អូនសេពីសញ្ញា slash មកតមកទៀតអូនបញ្ចូលគេថ្ងៃទីប៉ុន្មានទី1បាទតមកទៀតអូនសេពាក្យថា slash ទៀតសញ្ញា slash ទៀតមកបាទបន្តមកទៀតសេឆ្នាំប៉ុន្មានឧទាហរណ៍ឥឡូវរបស់គេ2023ឥឡូវយើងឆ្នាំ2024អញ្ចឹងយើងសេមក2024បាទអូខេពេលយើងវាយប៉ុណ្្នឹងមកយើង enter មកអូខេអ
ចឹងពេលដែលអូនសរសេរបានប៉ុណ្ណឹងហើយវានឹងរត់ទៅតាមគំរូដែលយើងបានកំណត់នេះនៅក្នុង data type របស់យើងមិញនេះណាគំរូ type របស់យើងដែលយើងចង់បាននេះវាចេញមកបែបចឹងអូខេនេះអូខេតោះណាចឹងគំរូនេះយើងមើលឃើញស្រាប់តទៅពេលយើងវាយគឺយើងវាយតាមគំរូបែបចេះប៉ុន្តែពេលដែលវាបង្ហាញទិន្នន័យមកវាចេញបែបនេះអូខេម្ដងទៀតណាប្រយ័ត្នច្រឡំណាចឹងពេលវាយយើងវាយអត់វាយអក្សរទេយើងសរសេរតួលេខចំនួនខែចំនួនថ្ងៃចំនួនឆ្នាំឲ្យច្បាស់ណាឧទាហរណ៍ថាឥឡូវយើងសរសេរឧទាហរណ៍ថាឥឡូវ December អូខេមានន័យថា December មានន័យថាអូម៉ាថាឥឡូវគេកើតអូម៉ាថាចឹងណាថ្ងៃទី1212ដក D ចេះមកឧទាហរណ៍ណាអូន D អូខេសញ្ញាដក2024អញ្ចឹងពេលដែលអូនធ្វើការបញ្ចូលទិន្នន័យក៏បងអូនត្រូវការបញ្ចូលទិន្នន័យប្រភេទបែបចឹងដែរអញ្ចឹងមានន័យថាយើងបញ្ចូលខែមុនអញ្ចឹងខែមុនខែម៉ាននេះអញ្ចឹងខែ December អញ្ចឹងខែ12នេះផ្សេងមក12តមកទៀត slash អូនដើរតាម structure ខាងលើរបស់គេខាងនេះណាតមកទៀតថ្ងៃទីម៉ានទី12បាទ slash 2024អត់បាទ2024បាទ enter មកឧទាហរណ៍ណាហើយយើងដោយសារនេះវាអត់អស់ណាយើងសេពយើងទាញបរិយាវាមកនេះគេអត់វាពេញឲ្យយើងវិញបាទអូខេអញ្ចឹងពេលដែលបងអូនចេះហើយគំរូបែបហ្នឹងអូនទៅសេបញ្ចូលទិន្នន័យថ្ងៃខែបានហើយអញ្ចឹងរបស់គេឲ្យយើងបញ្ចូលមិនបាទ August ទី1ខែ1រហូតដល់ថ្ងៃទី9អញ្ចឹងអត់មានខុសគ្នាទេអញ្ចឹងអូនធ្វើតាមដូចគ្នាអញ្ចឹងមកឧទាហរណ៍ឥឡូវនេះដាក់មួយណាអញ្ចឹងអូនមកថាឥឡូវថ្ងៃទី2តើខែ8 slash ថ្ងៃទី2 slash 2024បាទហើយយើង enter បាទអូខេអញ្ចឹងអូនសរសេរបន្តចូលគ្នាអញ្ចឹងរហូតដល់អស់មកណាអូខេអញ្ចឹងសង្ឃឹមថាវីដេអូមេរៀននេះនឹងជួយឲ្យបងអូនចេះកំណត់ប្រភេទទិន្នន័យហើយនឹងចេះបញ្ចូលប្រភេទទិន្នន័យឲ្យបានត្រឹមត្រូវជាមួយគ្នាជាពិសេសគឺការបច្ឆេទរបស់យើងនេះតើយើងធ្វើយ៉ាងម៉េចដើម្បីអាចវាយការបច្ឆេទបានអូខេអរគុណជួបគ្នានៅវីដេអូក្រោយ